สำหรับธรรมជាតិរបស់បរោះមួយចំនួនធំនៅពេលដែលគាត់តាមស្រឡាញ់នារីណាម្នាក់ហើយគាត់ចង់បាននារីនឹងខ្លាំងមែនទែនគាត់ចង់បានបើថាក្តីស្រឡាញ់របស់នារីនឹងត្រឡប់ទៅគាត់វិញណាទោះបីជាគាត់មានមុខមាត់ឋានៈបុណ្យស័ក្តិទូនាទីមិនថានៅក្នុងការងារឬក្នុងសង្គមប៉ុណ្ណាទេនៅចំពោះមុខម្នាក់ស្រីហ្នឹងនារីម្នាក់ហ្នឹងគាត់ត្រឹមតែជាបរោះសាមញ្ញម្នាក់គត់ថ្នាំដុសធ្មេញ CC ធម្មជាតិកំចាត់បញ្ហាឈាមអញ្ចាញស្រាវធ្មេញមួយឈុតប្រាប់បានពេញមួយឆ្នាំដឹកជញ្ជូនហ្វ្រីទូទាំងប្រទេសគាត់អត់នឹងចំកោងខ្លួនគាត់នឹងមិនក្អេងក្អាងគាត់នឹងមិនធ្វើរឹកធំជាមួយនារីម្នាក់ហ្នឹងឯងពីព្រោះគាត់ចង់បានក្តីស្រឡាញ់ពីបរោះម្នាក់ពីនារីម្នាក់ហ្នឹងអញ្ចឹងគាត់អាចធ្វើបានសាមញ្ញគ្រប់បែបយ៉ាងសុភាពប្រៀបសាររំទុំស្លូតបូតព្រមតាមគ្រប់យ៉ាងធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបានក្តីស្រឡាញ់ពីនារីម្នាក់ហ្នឹងក៏ប៉ុន្តែនៅពេលដែលគាត់ទទួលបាននូវក្តីស្រឡាញ់ពីនារីម្នាក់ហ្នឹងវិញហើយនោះអ្វីដែលគាត់ចង់បានពីនារីម្នាក់ហ្នឹងគឺផ្ទុយស្រឡះពីគ្នាគឺពួកគាត់គឺចង់បានអំណាចការគោរពការឲ្យតម្លៃការលើកតម្កើងពីព្រោះថាធាតុពិតរបស់មនុស្សប្រុសជាធម្មជាតិអ្វីដែលគាត់ចង់បានធំជាងគេគឺអំណាចនេះមិនមែនសំដៅទៅលើអំណាចគ្រប់គ្រងសង្គមជាតិឬក៏អំណាចទៅជន់ឈ្លីអ្នកដទៃទេតែចង់សំដៅថាលើភាពអង់អាចក្លាហានឲ្យមើលទៅគាត់ជាមេគាត់ជាអ្នកធំជាងអ្នកខ្ពស់ជាងអ្នកខ្លាំងជាងអញ្ចឹងគាត់បានការគោរពការលើកតម្កើងពីមនុស្សស្រីពីដៃគូរបស់គាត់ហ្នឹងនៅពេលដែលគាត់បានក្តីស្រឡាញ់ពីនារីម្នាក់ហ្នឹងហើយក្រៅពីអំណាចជាធម្មជាតិរបស់មនុស្សប្រុសគឺគាត់ចង់បានកិត្តិយសបើទោះបីជាអ្នកជានារីបកែខ្លាំងរឹងមាំប៉ុណ្ណាក៏ដោយរកលុយបានច្រើនជាងគាត់យ៉ាងណាក៏ដោយសូមកុំមើលងាយគាត់ណាពីព្រោះមនុស្សប្រុសឈឺចាប់និងខឹងបំផុតហើយចិត្តដាច់បំផុតនៅពេលដែលមនុស្សស្រីដែលគាត់ស្រឡាញ់មើលងាយគាត់មនុស្សស្រីអាចអត់ធ្មត់ស៊ូទ្រាំនឹងការមើលស្រាលបាននឹងការមើលងាយបានអត់ធ្មត់មិនមែនថាទ្រាំបានរហូតទេមានអំណត់ជាងមនុស្សប្រុសប៉ុន្តែមនុស្សប្រុសឬមួយចំនួនគឺគាត់អាចទ្រាំបានដើម្បីក្តីស្រឡាញ់ដើម្បីគ្រួសារប៉ុន្តែបើសិនជាដៃគូរបស់គាត់មើលងាយគាត់ហើយមនុស្សប្រុសនឹងចិត្តដាច់ណាគាត់នឹងដើរចេញទោះបីជាគាត់ស្រឡាញ់មនុស្សស្រីនឹងប៉ុណ្ណាក៏ដោយ